បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌទាំង7នេះសូមជម្រាបជាព័ត៌មានទាក់ទងទៅនឹងបញ្ហាទឹកខ្សោយនៅក្នុងថ្ងៃទី7ខែមីនាឆ្នាំ2026នេះចាប់ពីម៉ោង8ព្រឹករហូតដល់ម៉ោង4រសៀលមូលហេតុក៏ដោយសារតែរោងចក្រផលិតទឹកស្អាតបាក់ខែងដែលស្ថិតនៅក្នុងខណ្ឌជ្រោយចង្វាផ្អាកដំណើរការផលិតកម្មនេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាភិបាលទឹកស្វយ័តក្រុងភ្នំពេញដូច្នេះចំពោះខណ្ឌទាំង7ដែលនឹងមានការថយចុះសម្ពាធទឹកនៅតាមតំបន់គឺមានដូចជាខណ្ឌឫស្សីកែវខណ្ឌព្រែកភ្នៅខណ្ឌកំបូលខណ្ឌជ្រោយចង្វាខណ្ឌពោធិ៍សែនជ័យខណ្ឌដង្កោនិងខណ្ឌសែនសុខបងប្អូនដែលរស់នៅខណ្ឌទាំងអស់នេះសូមជ្រាបជាព័ត៌មានក៏ដូចជាមានការប្រើប្រាស់ទឹកដោយសន្សំសំចៃផងដែរចំពោះមុខបញ្ហានេះរដ្ឋាភិបាលទឹកក៏សូមការយោគយល់អធ្យាស្រ័យដោយក្តីអនុគ្រោះពីសាធារណជនផងដែរហើយបងប្អូនកុំភ្លេចចែករំលែកព័ត៌មានមួយនេះឲ្យពលរដ្ឋយើងបានជ្រាបទាំងអស់គ្នាផងណាជួបគ្នានៅវីដេអូក្រោយអរគុណបងប្អូនទាំងអស់គ្នា